បាត់អីបាទអញ្ចឹងអធិស្ឋានដែរបាទបដិសានេះជាលើកទី1សម្រាប់ខ្ញុំដែលមកទឹកដីកម្ពុជាក្រោមហើយក៏រំភើបដែលឃើញពុកម៉ែបងប្អូនទាំងអស់គ្នាបាទចូលរួមក៏ដូចជាគ្រប់គ្រងនៅតទៅនឹងវប្បធម៌ប្រពៃណីខ្មែរយើងបាទជាក់ស្ដែងដូចថ្ងៃនេះអញ្ចឹងមកឃើញតន្ត្រីអញ្ចឹងមានអារម្មណ៍ថានឹកដល់ស្រុកកំណើតបាទមានន័យថាទស្សនវិជ្ជានៅជុំវិញវត្តគឺដូចទស្សនវិជ្ជាទៅនឹងបាទនៅស្រុកកំណើតដែរបាទអញ្ចឹងរីករាយជាមួយខ្ញុំបាទបន្តទៀតនៅដែលមានចំណងជើងថាបាទនិយមនៃស្នេហ៍បាទស្មោះត្រង់យល់ចិត្តគ្នាជារៀងតរាប់នេះហើយជា